ពេលខ្លះទឹកន័យរបស់យើងហូរធ្លាក់ចុះមកទាំងមិនដឹងខ្លួននៅពេលដែលយើងបានគិតរឿងពីអតីតដែលយើងបានសាងដោយមានភាពមិនប្រក្រតីឬក៏ពិសេសគឺយើងធ្វើឲ្យអ្នកមានគុណរបស់យើងគាត់ស្រក់ទឹកភ្នែកឬក៏ធ្វើឲ្យអ្នកមានគុណរបស់យើងគាត់ពិបាកចិត្តដោយសារយើងអឺពេលនោះហើយយើងចាប់ផ្ដើមគិតថាអូខ្លួនពិតជាធ្វើរឿងដ៏មិនល្អឬក៏ធ្វើរឿងខុសឆ្គងសម្រាប់អ្នកមានគុណនៅពេលដែលគាត់មានជីវិតឬក៏នៅពេលដែលគាត់មានប្រភពចំណូលច្បាស់លាស់ប៉ុន្តែនៅពេលដែលបាត់បង់ពួកគាត់មិនថាបាត់បង់តទៅជាមួយនឹងការផ្គត់ផ្គង់ទៅលើហិរញ្ញវត្ថុការបាត់បង់ទៅលើអាយុជីវិតរបស់គាត់នៅពេលដែលយើងនឹកឃើញពីពាក្យព្រានប្រដៅរបស់គាត់ពេលខ្លះវាធ្វើឲ្យយើងស្ដាយក្រោយឬក៏ធ្វើឲ្យយើងមិនអាចទាញយកពីរឿងអតីតយកមកដល់ពេលបច្ចុប្បន្នឡើងវិញបានអញ្ចឹងវាធ្វើឲ្យយើងស្ដាយក្រោយអញ្ចឹងយើងទាំងអស់គ្នាចូលធ្វើនៅរឿងល្អៗមិនថារឿងល្អៗសម្រាប់ខ្លួនឯងក្តីការធ្វើរឿងល្អៗសម្រាប់ក្រុមគ្រួសារក្តីធ្វើរឿងល្អៗសម្រាប់មិត្តភ័ក្តិឬក៏អ្នកស្គាល់ខ្លួនឯងក្តីនេះទាំងអស់នេះវាពិតជាធ្វើឲ្យយើងមានអារម្មណ៍ល្អនៅពេលថ្ងៃអនាគតចាក់ជារំខានទេនឹកឡើងមិនសមសោះឯងខំស្រឡាញ់គេមែនតែនហេតុអ្វីបានជាគេបោះបង់ចោលជាទូទៅយុវជនយុវនារីយើងនៅពេលដែលគាត់ចាប់ផ្ដើមមានស្នេហាដំបូងមិនថាគាត់កំពុងតែសិក្សានៅថ្នាក់អនុវិទ្យាល័យក្តីថ្នាក់វិទ្យាល័យក្តីថ្នាក់សាកលវិទ្យាល័យក្តីឬក៏ការបានចូលពេញការធ្វើការក្តីនៅពេលដែលគាត់សាងស្នេហាដំបូងគឺគាត់តែងតែផ្ដល់ឬក៏គាត់បានដាក់អារម្មណ៍យ៉ាងខ្លាំងចំពោះដៃគូរបស់គាត់បើសិនណាបើគាត់គិតថាគាត់ផ្ដល់វាសនាឬគាត់ចង់រួមរស់ជាមួយនឹងដៃគូរបស់ពួកគាត់ណាក៏ប៉ុន្តែនៅពេលដែលក្តីបំណងឬក៏ដៃគូរបស់ពួកគាត់មានភាពប្រកម្មប្រកបឬក៏បែកបាក់គ្នាវាចាប់ផ្ដើមធ្វើឲ្យគាត់មានអារម្មណ៍ថាឯកាចាប់ផ្ដើមធ្វើឲ្យគាត់មានអារម្មណ៍បាក់ទឹកចិត្តធ្វើឲ្យពួកគាត់មិនអាចនឹកឃើញនៅក្នុងការធ្វើអ្វីផ្សេងៗទៀតបានក៏ដោយសារតែអារម្មណ៍ដោយសារតែក្តីស្រឡាញ់ខ្លាំងពេកផ្ដល់ទៅឲ្យដៃគូបែរជាដៃគូធ្វើបំពេញនៅអារម្មណ៍របស់ខ្លួនឯងទាំងដែលខ្លួនកំពុងតែមានសេចក្តីស្រឡាញ់អញ្ចឹងវាធ្វើឲ្យគាត់បាក់ទឹកចិត្តឬក៏ពេលខ្លះធ្វើឲ្យគាត់អាចគិតខ្លីនៅក្នុងការសម្រាប់ខ្លួនឬក៏ការធ្វើអ្វីផ្សេងទៀតធ្វើឲ្យគាត់បាត់បង់នៅភាពជាម្ចាស់ការលើខ្លួនឯងក៏បានដែរក៏ប៉ុន្តែចូលបងប្អូនទាំងអស់គ្នាត្រូវចងចាំថានៅពេលណាដែលយើងដាក់ចិត្តស្រឡាញ់គេខ្លាំងយើងត្រូវតែមានចំណុចមួយដើម្បីសម្រាប់ជួយគ្រប់គ្រងខ្លួនឯងនៅពេលដែលសេចក្តីស្រឡាញ់របស់យើងវាបានប្រែប្រួលឬក៏ដៃគូរបស់យើងបានបែកបាក់គ្នាយើងនៅមានចំណុចមួយដើម្បីយកមកជួយគ្រប់គ្រងឬក៏ជួយ support នៅស្មារតីរបស់យើងដើម្បីឲ្យមានភាពរឹងមាំដើម្បីធ្វើដំណើរទៅមុខទៀតបានយើងកុំផ្ដល់តម្លៃឬក៏យើងកុំសោកសៅទៅលើរឿងអនុស្សាវរីយ៍រឿងអតីតផ្សេងៗដែលយើងបានកសាងជាមួយគ្នាពីមុននេះគឺជាដំណើរជីវិតឬក៏វាជាឆាកជីវិតរបស់មនុស្សម្នាក់ដែលតែងតែជួបប្រទះនៅក្នុងឆាកជីវិតរបស់ខ្លួនត្រូវចងចាំថាមិនតែខ្លួនឯងតែម្នាក់គត់ដែលអាចធ្វើឲ្យខ្លួនឯងដើរដល់ចំណុចល្អឬក៏ជាចំណុចមិនល្អបើសិនណាបើយើងចង់ឲ្យខ្លួនឯងដើរដល់ចំណុចល្អនោះថាតែយើងមានគោលដៅមានផែនការជីវិតខ្លួនឯងច្បាស់លាស់មិនថាផែនការស្នេហាផែនការការងារឬក៏ផែនការជីវិតត្រូវតែធ្វើយ៉ាងណាឲ្យមានភាពជាម្ចាស់ការលើខ្លួនឯងកុំទន់ទោកុំប្តេជ្ញាផ្ដួលទៅលើរឿងដែលបានកើតឡើងនៅក្នុងពេលបច្ចុប្បន្នត្រូវតែសម្លឹងទៅមើលរឿងអនាគតឲ្យបានវែងឆ្ងាយនោះទើបធ្វើឲ្យអារម្មណ៍ស្មារតីរបស់យើងមានភាពល្អប្រសើរឡើងវិញបាន